ឡំជួបគ្នាម្ដងទៀតដែរនៅវីដេអូបន្ទាប់ដែលក្នុងវីដេអូនេះដែរខ្ញុំនិយាយអំពី layout and printing layout and printing ហ្នឹងវាមាន6ចំណុចគឺជាចំណុចទី1ចំណុចទី2ដល់ចំណុចទី6ឥឡូវយើងក៏ទៅមើលចំណុចទី1វិញគឺ page layout page layout ហ្នឹងនិយាយអំពីគេ page layout ហ្នឹងគឺគេនិយាយអំពីការដាក់ស្លឹកកិច្ចការហ្នឹងថាយើងចង់ធ្វើឲ្យស្លឹកកិច្ចការរបស់យើងហ្នឹងវាផ្ដេកឬមួយក៏បញ្ឈរទី1យើងគ្រាន់តែ click layout បន្តមកទៀតយើងជ្រើសរើសយក landscape ណាមួយដែលយើងចង់បានយើងចង់បានផ្ដេកឬមួយក៏បញ្ឈរបន្តទៀតទី3យើងនឹងបាន landscape ណាមួយដែលយើងចង់បានតទៅបន្តចំណុចទៀតគឺ page size ហ្នឹងយើងពីទំហំនៃក្រដាសរបស់យើងនឹងទី1យើងគ្រាន់តែចុចទៅលើ layout បន្តមកទៀតជ្រើសរើសនៅ size ណាមួយដែលយើងចង់បាននៅក្នុងនេះវាមានletter legal A4 A5 វាមានច្រើនទៀតប៉ុន្តែក្នុងនេះដែរខ្ញុំជ្រើសយក S legal ហើយអានេះវានឹងបង្ហាញក្រដាសដែលយើងបានជ្រើសរើសរួចតោះឥឡូវយើងបន្តទៅចំណុចបន្ទាប់ទៀតគឺ page margin ហ្នឹងគឺនិយាយអំពីការសរសេរអត្ថបទនឹងថាយើងចង់ដាក់ឲ្យវាទៅកណ្ដាលទៅខាងឬមួយក៏ទៅខាងស្ដាំដៃអញ្ចឹងទៅទី1យើងគ្រាន់តែ click ទៅលើ layout បន្តមកទៀតជ្រើសរើសនៅ margin ណាមួយដែលយើងចង់បានឧទាហរណ៍នៅក្នុងនេះដែរខ្ញុំជ្រើសរើសយក narrow ហើយទី4វានឹងបង្ហាញ margin ហ្នឹងmargin ហ្នឹងនឹងបង្ហាញនៅខាងក្រោមផ្ទាំងហ្នឹងឥឡូវយើងតទៅបន្តិចចំណុចមួយទៀតគឺ printing and document ចំណុចនេះដែរគឺគេចង់និយាយអំពីការ print ឯកសាររបស់យើងនឹងចេញមកខាងក្រៅទី1យើងគ្រាន់តែ click ទៅលើ print បន្តមកទៀតគឺយើងជ្រើសរើសនៅចំនួនcopy យើងចង់ copy ស្លឹកប្រហែលស្លឹកជា2ស្លឹក3ស្លឹកតាមកិច្ចការដែលយើងធ្វើអញ្ចឹងទៅបន្តមកទៀតជ្រើសវាជា PDF ដើម្បី copy ទៅឲ្យអក្សរហ្នឹងវានៅស្អាតកុំឲ្យហត់ទៅស្ដាំឬក៏វាអត់ស្អាតស្មើគ្នាអញ្ចឹងទៅបន្តមកទៀតចុច print វានឹងចេញក្រដាសឬក៏អត្ថបទណាមួយដែលយើងចង់បានជាបន្ទាប់គឺ break ហ្នឹងគឺគេនិយាយអំពីការបំបែក page ដូចឧទាហរណ៍យើងគ្រាន់តែ click ទៅលើ insert បន្តមកទៀត click page break ហើយ page break ហ្នឹងវានឹងបង្ហាញនៅចំណុចខាងក្រោមនេះទៅឡើយយើងតទៅចំណុចបន្ទាប់ទៀតគឺ setting break អាហ្នឹងវាក៏អត់មានន័យប្លែកពីមុនដែរវានៅក្នុងតែមួយទេយើងគ្រាន់តែ click ទៅលើ layout បន្តមកទៀត choose next page ហើយ page មួយទៀតវានឹងបង្ហាញដូចខាងដើមហ្នឹងអញ្ចឹងនេះ delete a break យើងដូចជាយើងចង់លុបនៅpage ណាមួយយើងចង់កុំឲ្យអាហ្នឹងមានថាយើងលុបនៅ page ណាមួយដែលយើងអត់ចង់បានទី1យើងគ្រាន់តែ click ទៅលើ home បន្តមកទៀតclick នៅពាក្យ show ឬក៏ hide រួចហើយនេះវានឹងចេញនៅចំណុចនេះចំណុចទូពណ៌ខៀវហ្នឹងគឺធ្វើឲ្យយើងងាយស្រួលចំណាំនឹងដឹងថាយើងសរសេរវាត្រូវឬមួយក៏អត់ពេលខ្លះទៅបើយើងអត់ click អក្សរឬក៏ hide ហ្នឹងទេយើងអត់ដឹងទេថាយើងធ្វើសរសេរហ្នឹងវាត្រូវឬក៏អត់ឥឡូវទៅចំណុចបន្ទាប់ទៀតគឺ column column ហ្នឹងគឺយើងបែងចែកtext ហ្នឹងជាពីរសងខាងទី1យើងគ្រាន់តែ click ទៅលើ layout ច្រឡំ select text បន្តមកទៀតchoose layout រួចហើយយើង choose column នេះយើង choose column ហ្នឹង 2ជា2បន្តមកទៀតយើងនឹងបាន column ដូចខាងក្រោមនេះអញ្ចឹងវាបំបែកទៅជា2ផ្នែកខាងស្ដាំខាងឆ្វេងមួយទៀតឥឡូវយើងតទៅជាបន្តទៀតគឺ add a column break ទី1នេះយើងគ្រាន់តែ click layout បន្តមកទៀត click ពាក្យ break បែកហើយយើង click ទៅលើអានេះចំណុចពុកខ្មៅខាងក្រោមនេះដើម្បីដាក់វាឲ្យទៅនៅខាងលើវិញ
រួចហើយយើងជ្រើសរើសនៅពាក្យ column នេះកន្លែងយើង select មុនហ្នឹងវានឹងទៅខាងស្នាមដៃរបស់យើងវិញហ្នឹងគេបន្ថែមវាឲ្យទៅខាងស្នាមដៃវិញរួចហើយតទៅចំណុចមួយទៀតគឺ header and footer ហ្នឹងគឺគេនិយាយអំពីការដាក់នៅក្បាលស្លឹកកិច្ចការវានៅលើស្លឹកនេះយើងចង់សរសេរដាក់ថ្ងៃខែដាក់ឈ្មោះគ្រូឈ្មោះសាលាអ្នកគ្រូឈ្មោះលោកគ្រូអ្នកគ្រូដែលបង្រៀនយើងអីចឹងទៅយើងគ្រាន់តែ click insert បន្តមកទៀត choose header ឬក៏ footer ហ្នឹងណាមួយដែលយើងចង់បានថាយើងចង់បាននៅខាងណាវាមាននៅកណ្ដាលមាននៅស្ដាំនៅឆ្វេងតែក្នុងនេះដែរខ្ញុំជ្រើសនៅពីខាងឆ្វេងនេះហើយខ្ញុំសរសេរថា Malisa ហើយនឹងដាក់ថ្ងៃខែវានឹងចេញនៅខាងក្រោមហ្នឹងដែលបានបង្ហាញនេះចឹងរួចហើយគឺចំណុច 5.1 គេ insert the date or time into a header or footer អានេះហ្នឹងគឺគេចង់បញ្ចូលថ្ងៃខែនៅក្នុង header ហ្នឹងទីមួយគ្រាន់តែ click insert បន្តមកទៀត click header ឬក៏ footer រួចហើយនេះវានឹងបង្ហាញheader ក្បាលស្លឹកការហ្នឹងrồiទៀតយើង click that time រួចហើយនេះជួយបន្តទៀតវានឹងចេញថ្ងៃខែនេះដូចខាងក្រោមនេះយើងចង់ដាក់ថ្ងៃណាថ្ងៃពុធថ្ងៃពុធជូន11 25ឬក៏អីវាមានច្រើនតាមថ្ងៃដែលយើងចង់បានហើយយើងដូចឧទាហរណ៍ថាបើយើងជ្រើសនៅថ្ងៃណាមួយដែលយើងចង់បានហើយយើងគ្រាន់តែ click OK មកនេះវានឹងបានថ្ងៃចេញថ្ងៃដូចខាងក្រោមនេះចឹងទៅចំណុចមួយទៀតគឺ page number នេះដាក់ទំព័រដាក់ page ទំព័ររបស់សិភៅនិយាយខ្លីៗមកទៅពីបែបហ្នឹងទីមួយគ្រាន់តែ click insert ទៅមកទៀត click page number រួចហើយយើងរួចហើយ header ហ្នឹងវានឹងបង្ហាញយើងនេះបន្ទាប់ទៀត page number ហ្នឹងនេះ attachment ហ្នឹងគឺយើងចុចចូលទៅស្ដាំถ้าយើងចង់ដាក់លេខហ្នឹងនៅខាងស្ដាំខាងឆ្វេងឬមួយក៏កណ្ដាលតាមនេះឧទាហរណ៍ខ្ញុំដាក់ទៅខាងស្ដាំរួចហើយ click OK មកនេះលេខវានៅខាងស្ដាំដៃហ្នឹងទំព័រលេខ1នេះចប់ហើយសូមអរគុណអ្នកនរគ្នាដែលបានមើល